គ្រប់ជ្រាបសួរពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាបាទចឹងនៅក្នុងវីដេអូនេះដែរវត្ត័យបន្ទាប់ពីនៅក្នុងកម្មវិធីបុណ្យបាទរបស់លោកយាយរស់សបឿនដែលត្រូវជាបងបង្កើតរបស់លោកយាយរស់សេរីសុធាអញ្ចឹងបានបូជានៅឯវត្តដំរីសប៉ុន្តែមិនទាន់ដល់ម៉ោងបូជាអញ្ចឹងលោកគ្រូដេករៀនបាននាំវត្ត័យជាមួយនឹងប៉ាវត្ត័យហ្នឹងគឺដើរទស្សនានៅក្នុងវត្តដំរីសនេះបាទដែលជាវត្តមួយដែលលោកយាយរស់សបឿនកាលនៅរស់ហ្នឹងគឺគាត់ចូលចិត្តមកធ្វើបុណ្យទានក៏ដូចជាវត្តមួយដែលនៅជិតផ្ទះទល់មុខផ្ទះរបស់លោកយាយតែម្ដងបាទហើយសំខាន់ជាងនេះទៀតហ្នឹងគឺវត្តនេះគឺជាវត្តបុរាណដ៏ចំណាស់មួយបាទដែលកសាងឡើងតាំងពីជំនាន់សម័យលោកម្ចាស់កថាធម្មឈុំឬហៅថាកថាធម្មញញដែលបាត់ដំបងកាលនោះគឺគ្រប់គ្រងទៅដោយកូនចៅត្រកូលប៉ែនឬហៅម្យ៉ាងទៀតថាត្រកូលអភ័យវង្សហ្នឹងគឺគាត់កសាងតាំងពីមុនសម័យបារាំងចូលមកទៀតបាទដែលកាលនោះគឺកាន់គ្រប់គ្រងទៅដោយសៀមបាទបងប្អូនចាំចូលមើលវីដេអូទាំងអស់គ្នាថាតើបរិវេណនៃវត្តក៏ដូចជាទិដ្ឋភាពរូបចម្លាក់ផ្សេងដែលកសាងនៅក្នុងវត្តហ្នឹងតើវាមានរូបចម្លាក់ល្អប្រណិតបែបម៉េចបាទហ្នឹងហើយអញ្ចឹងបងប្អូនចាំអញ្ជើញទស្សនាបងប្អូនមួយទៀតខ្ញុំបាទស្នើសុំជួយបងប្អូន Subscribe ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យពួកយើងបន្តខិតខំផលិតនៅវីដេអូឬក៏មាតិកាណាដែលមានប្រយោជន៍សំខាន់ផ្សេងនៅក្នុងប្រទេសកម្ពុជាយើងឲ្យបងប្អូនបានទស្សនាមើលបន្តទៀតបាទហ្នឹងហើយអញ្ចឹងអរគុណទុកជាមុនបងប្អូនបាទសូមគ្រប់អញ្ជើញទស្សនាដូចតទៅវត្តត្រីសដែលនៅក្នុងបទចម្រៀងអនុស្សាវរីយ៍វត្តដំរីសណាព្រះរាមជាមួយអីហើយនៅពីលើផ្លែកមានដូចនៅលើដុះក្បាលពោះហើយណានោះចាគឺថាគេហៅសពតាមហ្នឹងហ្នឹងហ៎ចុំដឹងទៀតនេះសក្រុមស្វានេះគេសតក្រុមស្វាហ្មងពលស្វាហនុមានបាទនេះឆ្លាក់មកនេះបាជួនេះដូចហនុមានមួយស្វាណាដូចនេះនេះមកមានស្វានឹងតោងដូចតោងខំហនុមានណាប៉ែនេះជួយនេះហើយខុសគេចឹងខុសគេប៉ែហ្នឹងខុសគេចឹងវត្តហ្នឹងគាត់គណៈកម្មការអីវត្តហ្នឹងហើយមួយម៉ាត់ណាក៏វត្តហ្នឹងគឺកន្លែងនេះឯងវត្តនេះឯងវត្តត្រីសហ្នឹងនេះមកយើងមិនចូលតាមដូចតាមនេះហ៎ចាំស្ដាប់ជីវប្រវត្តិទេនោះសកលវិទ្យាល័យក៏ដែរសកលវិទ្យាល័យសែនរាជចាំចេញតាមហ្នឹងហើយតម្រៃនេះហ៎នាងសបិនឃើញតម្រៃហ្នឹងហើយតម្រៃណាយកការឈូកនេះហ៎នេះប្រវេសដណែនេះប្រវេសដនេះប្រវេសដតម្រៃនេះតម្រៃថ្ងៃដែលព្រះអង្គទៅព្រៃព្រាមសុំនេះណាយើងនិយាយថាឃើញស្អីគេជឿកាត់ចាស់ឈឺស្លាប់កាត់ចាស់ឈឺស្លាប់ហ្នឹងហើយទាំង4កាទេវទូតទាំង4កាទេវទូតឈឺកាត់ចាស់ឈឺស្លាប់បួសនេះ3ហ្នឹងចាំមើលបរិវេណវត្តតម្រៃសចាត់ដៃនឹងយូរហើយតាំងពីជំនាន់ម៉ូដរបស់ថៃទៅសូត្រនេះថៃកាលថៃគ្រប់គ្រងសម័យហ្នឹងតែចូលក្នុងពហិទៅក៏បានបន្លោះនេះបន្លោះនេះឡើងដាច់ដោះបែកជើងត្រឹមហ្នឹងបានដើរមកជុំមើលនេះហ្នឹងក្នុងបរិវេណព្រះវិហារទឹកបូជាសពសឹកអស់ហើយកនូនេះត្រីសហ្នឹងហើយរូបជំនាន់មុនអីកដោងនៅក្នុងវត្តត្រីសត្រីបន្តិចសាទណានោះអត់យល់ណាណាសម្រាប់មួយណានៅ
បើខាងក្នុងនេះក៏ដែរទៅដល់ឡើងទៅដល់លើអត់ឃើញក្បាច់ស្អាតកាត់ថតក្បាច់នៅលើនេះក្បាច់កាន់តែនេះទៀតក៏ឡើងមកលើបន្លោះនេះឃើញក្បាច់ឡើងវត្តត្រីសដែលនៅក្នុងបទចម្រៀងហ៎អនុស្សាវរីយ៍វត្តដំរីសណាក៏មើលមានក្បាច់ណាប្លែកគ្នាទៅខាងនោះសន្លឹងក្បាច់លើកទី1បាទបាច់គេផុសមកលើរូបអីគេចាប់អីនោះព្រះរាមក៏ได้ចូលចិត្តណាតែចូលមកចិត្តមិនក្បាច់វាផុសនេះណាពុតមិនមានណែព្រះរាមជាមួយអីហើយនៅពីលើផ្លែកមានដូចនៅលើដោះក្បាលពោះហើយណានោះត្រូវមានអីហូហែមកដំរី3ក្បាលអីគេយ៉ាគេហៅសពតាមហ្នឹងហ៎ចុំដឹងទៀតតែដំរីក្បាល3ដំរី3ក្បាលមកចឹងរូបចលៈគេហ្នឹងតាំងពីនេះមកហូហែមកនេះសក្រុមស្វានេះនេះគេសតក្រុមស្វាមកពលស្វាហនុមានអីហូហែមកនេះដូចជាអីគេទេយើងទៅចង់និយាយថារូបគំនូបើយើងគូអាចទៅលុបបានបាទនេះឆ្លាក់មកនេះមកជួរនេះដូចហនុមានមួយស្វាណាដូចនេះហើយចង់និយាយថារូបខុសដូចសម័យគួយស្វាជីសឹងនេះមកមានស្វានឹងតោងដូចតោងខំហនុមានណានេះហ៊ូដូចហ៊ូយ៉ាមើលអត់តាមហើយយើងអត់ដឹងបងយ៉ាងម៉េចវាដូចជាសត្វស្វាមួយហនុមានហ្នឹងក្រុមតែមួយដូចគេអានហជីវប្រវត្តិលោកយាយរកស្ដាប់ជីវប្រវត្តិតិចតានោះលោកយាយរសបិនបែនេះវិញហើយបែនេះខុសគេចឹងបែខុសគេបែហ្នឹងបែខុសគេចឹងតែយើងត្រឡប់ទៅក្រោយតិចចុះឯលោចង់ដឹងគេជាវត្តលោកយាយមានអីខ្លះចាំមើលមើលគេលោមិនអានអីតិចវត្តហ្នឹងកន្លែងហ្នឹងឯងវត្តដែលគាត់មកហ្នឹងវត្តហ្នឹងគាត់គណៈកម្មការអីវត្តហ្នឹងឯងមួយម៉ាត់ណាក៏វត្តហ្នឹងគឺកន្លែងនេះឯងវត្តនេះឯងវត្តត្រីសហ្នឹងអូជូនលុយណែសល់ទេវត្តរហូតនិយាយនេះយើងនេះមកយើងមិនចូលតាមដូចតាមនេះហ៎តាមណានោះហ៎អូខេកំពូលឡងទ្វារហ្នឹងឡងទ្វារគេពីដើមចាក់ភ្លេងតិចចិត្តដល់មកចាំស្ដាប់ជីវប្រវត្តិទេនោះសកលវិទ្យាល័យក៏ដែរសកលវិទ្យាល័យសែនរាជចាំចេញតាមនេះក៏សកលវិទ្យាល័យហ្នឹងវត្តដំរីសឃើញដំរីនៅដល់តឃើញដំរីហ្នឹងណានោះដល់មកទៅមើលស្កលទេក៏បាននោះខាងនោះវត្តត្រីសដែលរូបដំរីតំណាងឲ្យវត្តត្រីសមានអ្នកស្មូតបដាណែតើនេះនៅពីដើមនឹងចំណាំពីជំនាន់ណាមុតនោះដូចមុតសម័យលំវែកណែលំវែកក៏បារាំងណែបារាំងហើយមើលទៅមិនបារាំងតិចគេអានវិយោគថា
នេះសកលវិទ្យាល័យpercent read នេះមកនេះក្មេងៗគេរៀនអង់គ្លេសនេះតែបិទម៉ោងប្រសង់លោករៀនលោកចាប់ហើយព្រះអង្គលោករៀនចាប់ហើយអញ្ចឹងដល់វគ្គគេរៀនអង់គ្លេសហ្នឹងតម្រៃសហ្នឹងហើយតម្រៃនេះហ៎ហ្នឹងហើយតម្រៃណាយកការឈូកនេះហ៎ហ្នឹងហើយតម្រៃហ្នឹងអានេះតម្រៃនោះតម្រៃដែលថ្ងៃឲ្យទៀនព្រាមខាងនោះណែនេះប្រវេសដរនេះវេសដរតម្រៃនេះតម្រៃថ្ងៃដែលព្រះអង្គទៅព្រៃព្រាមសុំនេះណាយរំឲ្យស្អីជួបគេសុំអីឲ្យហ្នឹងសម័យហ្នឹងប្រវេសដរនេះហើយញ៉ែដល់ពេលកន្លែងនោះវិញកន្លែងព្រះអង្គតនៅខេត្តកំពតហ្នឹងហើយឃើញចាស់ឈឺស្លាប់អីហ្នឹងឡើងហ្នឹងហើយយ៉ាដាក់ចិត្តទៅសាងឲ្យភ្នោះទៅសាឃើញគ្រប់បែបយ៉ាងយ៉ានេះតែថាឃើញស្អីគេជឿកាត់ចាស់ឈឺស្លាប់កាត់ចាស់ឈឺស្លាប់ហ្នឹងហើយទាំង4កាទេវទូតទាំង4កាទេវទូតឈឺកាត់ចាស់ឈឺស្លាប់បួសនេះ3ហ្នឹងចាំមើល4ឃើញមនុស្សចាស់ឈឺស្លាប់ហើយទៅបួសព្រះអង្គកោតបួសហ្នឹងកន្លែងហ្នឹងអត់តែដឹងប្រវត្តិទៀតធម្មតាទេតែអូអេនម៉េបើមិនបញ្ចូលសលេងទេក៏ផលិតដែរអូខ្ញុំថាមានអេនីមេបែបហ្នឹងហើយបញ្ចូលជាសលេងខ្មែរហើយអ្នកធ្វើហ្នឹងភិក្ខុសង្ឃអូវ៉ាវបកែហ្នឹងអីហ្នឹងតែឡើយយើងទៅមើលកន្លែងបនសពនេះហើយទីអូខេបន្ទាប់ពីលោកគ្រូដេករៀននាំបតីនិងប៉ាវតីដើរមើលជុំវិញវត្តរួចបតីគឺបានមកសំពះជម្រាបលាលោកយាយរស់ស្បឿនត្រឹមតែប៉ុណ្ណេះខ្ញុំបានពិតជាក្តុកក្តួលណាស់និងមានអារម្មណ៍សោកស្ដាយចំពោះលោកយាយមែនទែនបាទកូនចៅសាច់ញាតិរបស់លោកយាយគឺមានភាពរួសរាយរាក់ទាក់និងទទួលពួកយើងយ៉ាងមានភាពកក់ក្ដៅនៅពេលដែលយើងមានការជួបគឺតែងតែមានការព្រាត់ហើយបងប្អូនមានតែពាក្យមួយគឺនៅពេលដែលយើងរស់នៅជាមួយគ្នាឲ្យតម្លៃគ្នាទៅវិញទៅមកបាទខ្ញុំបាទPage Dពិសេសសូមជម្រាបលាបងប្អូនត្រឹមតែប៉ុណ្ណេះសិនសង្ឃឹមថាបងប្អូននឹងជួយ Subscribe នៅ Channel នេះម្នាក់មួយផងចុះបាទដើម្បីជាកម្លាំងចិត្តឲ្យពួកយើងបន្តខិតខំផលិតនៅវីដេអូល្អៗមើលបន្ថែមទៀតបាទអញ្ចឹងអរគុណជម្រាបលាសុខសប្បាយទាំងអស់គ្នាបាទ